ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំពន្លឺច័ន្ទនាំយកមកជាមួយនឹងបទពិសោធន៍របស់បងប្រុសនិនដែលគាត់ជាបុរសម្នាក់ដែលចូលចិត្តដើរកម្សាន្តនៅក្នុងព្រៃចាដូចជាភ្នំដូចជាអីអញ្ចឹងហើយគាត់បានជួបនៅហេតុការណ៍មួយដែលមិននឹកស្មានដល់ក្នុងជីវិតរបស់គាត់លើកទី1ហើយដែលធ្វើឲ្យគាត់ចងចាំមិនភ្លេចទេហេតុការណ៍ដ៏ចម្លែកហើយរន្ធត់មែនតែនដូច្នេះដើម្បីដឹងរឿងរបស់បងនិននេះគាត់ជួបរឿងអ្វីខ្លះនោះតោះបងប្អូនសូមអញ្ជើញចូលរួមសន្តាប់ជាមួយនាងខ្ញុំទាំងអស់គ្នាចានៅពេលមួយនោះរៀងយូរដែរហើយប្រហែលជា 4-10 ឆ្នាំហើយបងនិនហ្នឹងគាត់អ្នកចូលចិត្តដើរកម្សាន្តព្រៃដូចជាព្រៃភ្នំព្រៃណាដែលជ្រៅជ្រៅធំធំអញ្ចឹងគឺជីវិតគាត់ស្និទ្ធស្នាលជាមួយនឹងធម្មជាតិមែនតែនហើយថ្ងៃមួយហ្នឹងគាត់មានការអបសុកពេកគាត់ក៏ចង់ទៅលេងព្រៃពេលហ្នឹងគាត់ក៏នឹកឃើញប្អូនប្រុសម្នាក់ឈ្មោះធុនដែលគាត់ធ្លាប់តែដើរជាមួយគ្នារាប់អានគ្នាស្រឡាញ់គ្នាមកអញ្ចឹងទៅណាក៏គាត់តែងតែទៅជាមួយគ្នាដែរពេលនោះគាត់ក៏បានប្អូនប្រុសធុនហ្នឹងថាទៅលេងព្រៃហើយប្អូនធុនហ្នឹងគាត់ក៏បានសួរទៅបងនិនថាចុះបងទៅលេងនៅព្រៃដល់ណាដែរព្រោះអីយើងបានដើរមកច្រើនកន្លែងហើយបងអញ្ចឹងឥឡូវបងចង់ទៅកន្លែងដដែលហ្នឹងឬក៏បងមានកន្លែងផ្សេងហើយនិនហ្នឹងគាត់ក៏បានប្រាប់មកប្អូនធុនវិញថាអូបងបានព័ត៌មានគេបានបង្ហាញប្រាប់ជាមិត្តភក្តិរបស់បងម្នាក់ទៀតដែរគាត់ថានៅកន្លែងនោះគឺវាឆ្ងាយដាច់សង្វែងតែម្ដងឆ្ងាយខ្លាំងមែនតែនប៉ុន្តែបងត្រូវតែទៅឲ្យដល់ព្រោះអីគាត់បានប្រាប់ថានៅទីនោះវាមានទិដ្ឋភាពប្លែកមានជួរភ្នំច្រើនហើយមានប្រជាជនដូចថាអ្នកស្រុកអ្នកភូមិអីរស់នៅនឹងខ្លះដែរប៉ុន្តែมันជាច្រើនប្រមាណទេដូចរបៀបថាស្រុកភូមិដែលមានការកាត់ផ្ដាច់ពីតំបន់អភិវឌ្ឍនឹងវាដាច់ស្លាស់អញ្ចឹងបងចង់ទៅដោយសារចង់ឃើញរបៀបរស់នៅរបស់ប្រជាជននៅទីនោះហើយនឹងទស្សនវិជ្ជានៅទីនោះផងពេលហ្នឹងធុនក៏គាត់ឆ្លើយថាអញ្ចឹងក៏បានដែរខ្ញុំទៅជាមួយបងក៏បានដែរយើងដាក់ពេលវេលាគ្នាទៅពេលណាដែរបងនិនក៏គាត់ប្រាប់ថាយើងចាប់ផ្ដើមទៅស្អែកនេះហ្មងទៅប៉ុន្តែយើងងើបទៅពីល្ងិតបន្តិចព្រោះកន្លែងនោះវាឆ្ងាយហ្នឹងហើយពួកគាត់ក៏បានរៀបចំឲ្យវាយវ៉ាន់ហ្នឹងចេញដំណើរទៅតាមអ្វីដែលគាត់បានគ្រោងទុកគាត់ធ្វើដំណើរទៅរហូតបានទៅដល់គោលដៅរបស់គាត់ហ្នឹងទៅដល់គឺវារសៀលហើយទៅដល់គាត់ក៏ឃើញអ្នកភូមិអ្នកអីរស់នៅតាមបណ្ដោយជើងភ្នំនឹងមួយអញ្ចឹងណាមិនជាច្រើនណាស់ទេហើយគាត់ក៏បានសំណេះសំណាលមួយអ្នកភូមិអញ្ចឹងទៅថាតំបន់ហ្នឹងមានអ្នកទេសចរអីមកលេងច្រើនអីអត់អ្នកភូមិគាត់ប្រាប់ថាមិនសូវជាប្រមាណទេហើយក៏ពួកគេមកលេងហ្នឹងគេក៏មិនហ៊ានចូលទៅជ្រៅដែរចូលរបៀបថាមកល្មម1គីឡូដីអីទេព្រោះព្រៃហ្នឹងវាធំមែនតែនហើយស្ដុកក្រាស់ខ្មឹកតែម្ដងមិនដឹងថានៅក្នុងហ្នឹងវាមានសត្វអីខ្លះឬក៏មានអ្វីខ្លះទេពួកគាត់ក៏មិនសូវហ៊ានអញ្ចឹងណាអ្នកស្រុកអ្នកភូមិហ្នឹងបានប្រាប់អញ្ចឹងគាត់ក៏បានទុកដាក់របស់ដែលយកចូលទៅអត់បានដូចជាឡានជាអីចឹងគាត់រកកន្លែងទុកដាក់ទៅហើយពេលហ្នឹងមានអ៊ំប្រុសម្នាក់និងអ៊ំស្រីម្នាក់ហ្នឹងគាត់បានដើរចេញមកជួបទៅឃើញគាត់ពីរនាក់ហ្នឹងគាត់ក៏បានសំណេះសំណាលបាននិយាយគ្នាជាមួយបងនិនហើយនឹងប្អូនប្រុសធុនហ្នឹងថាក្មួយទាំងពីរមកដល់កន្លែងនេះវារសៀលហើយមកដល់ភូមិអ៊ំហើយឃើញមានរបស់របរអីច្រើនអញ្ចឹងក្មួយប្រុងធ្វើដំណើរបន្តទៅណាទៀតយ៉ាងណាដែរអញ្ចឹងណាពីរនាក់គាត់នឹងក៏ប្រាប់ថាមានទៅណាទេអ៊ំពូមីងអើយខ្ញុំមកដល់កន្លែងហ្នឹងគឺខ្ញុំមានចំណតអីឡានអីហ្នឹងសុំផ្ញើនៅផ្ទះអ្នកភូមិអ្នកអីចឹងណាហើយខ្ញុំនឹងយករបស់របរខ្ញុំហ្នឹងចូលទៅព្រៃហ្នឹងទៅលេងកំសាន្តក្នុងព្រៃទៅមើលទស្សនវិជ្ជានៅកន្លែងហ្នឹង
ជាពិសេសមានភ្នំមានអីច្រើនអញ្ចឹងណាពេលអញ្ចឹងទៅក៏អ៊ំប្រុសអ៊ំស្រីហ្នឹងគាត់បាននិយាយតបមកវិញថាក្មួយទាំងពីរបើមិនយល់ទាស់ទេសម្រាប់នៅផ្ទះអ៊ំមកយប់សិនទៅផ្ទះអ៊ំនោះនៅខាងនក់សម្រាប់នឹងសិនទៅក្មួយដើម្បីព្រលឹមឡើងក្មួយឯងងើបពីផឹកទៅវាត្រជាក់ហើយក្មួយអាចចូលទៅលេងក្នុងព្រៃហ្នឹងបានសบายភ្លឺផងហើយមានរយៈពេលយូរសម្រាប់យើងដើរកំសាន្តអញ្ចឹងវាឆ្លាស់ភ្នែកឆ្លាស់អីផងយប់អញ្ចឹងក្មួយឯងចូលព្រៃវារសៀលអញ្ចឹងតើមកចូលទៅដល់វាល្ងិតហើយអ៊ំបារម្ភពីសុវត្ថិភាពរបស់ក្មួយពេលហ្នឹងនិនគាត់ក៏មើលមុខអ៊ំស្រីអ៊ំប្រុសពីរនាក់ហ្នឹងហើយគាត់ក៏របៀបថាញឹមណាគាត់ក៏អរគុណថាអរគុណហើយអ៊ំប្រុសអ៊ំស្រីអើយដែលអ៊ំមានសន្តានចិត្តចំពោះខ្ញុំទាំងពីរនាក់ហ្នឹងប៉ុន្តែខ្ញុំមកគឺខ្ញុំចង់ចូលទៅឥឡូវហ្នឹងតែម្ដងព្រោះអីបើខ្ញុំសម្រាកនៅផ្ទះអ៊ំមួយយប់ខ្ញុំខាតពេលដើរច្រើនណាស់អ៊ំហើយណាមួយខ្ញុំអត់ចង់សម្រាកនៅនឹងផ្ទះចឹងទេខ្ញុំចង់ទៅបោះតង់នៅក្នុងព្រៃដោយសារខ្ញុំចង់ទៅសម្រាកនៅក្នុងព្រៃដើម្បីបដូរផ្លាស់បរិយាកាសហើយវាខុសពីនៅក្នុងផ្ទះអ៊ំបើនៅក្នុងផ្ទះខ្ញុំដូចជាអត់ចង់ទេព្រោះខ្ញុំមកហ្នឹងគោលដៅខ្ញុំគឺខ្ញុំចង់លុកចូលទៅព្រៃហ្នឹងតែម្ដងពេលហ្នឹងអ៊ំគាត់ក៏មើលមុខបែបរបៀបថាខ្វល់ខ្វាយពីពីរនាក់ហ្នឹងណាហើយគាត់ក៏ថាហ្នឹងហើយអ៊ំបារម្ភពីសុវត្ថិភាពក្មួយតែណាហើយមិនអីទេតាមចិត្តក្មួយចាស់បើក្មួយគិតថាអញ្ចឹងហើយប៉ុន្តែក្មួយឯងចូលព្រៃក្មួយឯងប្រយ័ត្នប្រយែងខ្លួនផងទី1គឺក៏មាត់ល្អិលពេកហើយបើឮសំឡេងអីក្មួយមិនបាច់ទៅឆ្លើយតបឬក៏ងាកមើលអីទេពេលអ្នកនឹងគាត់ក៏ញឹមដាក់គ្នាហើយក៏មើលមុខទៅអ៊ំគាត់មានអារម្មណ៍មិនគិតពីសម្ដីអ៊ំព្រោះអ៊ំស្រីនឹងទេដោយសារគាត់ជារបៀបថាគាត់ជាអ្នកវិទ្យាសាស្ត្រចឹងគាត់អត់មានជំនឿលើអបិយជំនឿលើខ្មោចលើអីហ្នឹងគាត់អត់ជឿទេហើយមុននឹងលាទៅហ្នឹងអ៊ំហ្នឹងគាត់ក៏ហៅប្រឈប់ទៀតក្មួយជប់សិនក្មួយឯងណាបើចូលព្រៃហ្នឹងក្មួយត្រូវស្ដាប់តាមអ៊ំណាព្រោះអ៊ំអ្នកស្រុកអ្នកភូមិនៅហ្នឹងក្មួយឯងកុំចូលជ្រៅពេកចូលត្រឹម2គីឡូដីអីហ្នឹងបានហើយបើសិនជាហួសដែនកំណត់ពី2គីឡូដីហ្នឹងណាក្មួយប្រឈប់ទៅមិនបាច់ធ្វើដំណើរទៅមុខទៀតទេព្រោះអីទោះបីជាក្មួយដើរទៅមុខទៀតក៏ទេសភាពនៅដូចតែគ្នាដដែលហ្នឹងខ្លាចក្មួយរកផ្លូវរកអីទៅវាពិបាករកច្រករកអីវិលមកវិញមិនឃើញណាពេលហ្នឹងគាត់ពីរនាក់ហ្នឹងក៏សើចថាអរគុណអ៊ំហើយអ៊ំមិនបាច់បារម្ភទេខ្ញុំមានរបស់របរច្រើននឹងខ្លួនសម្រាប់ការពារមាន GPS មានពិលមានតង់មានទាំងអាហារគ្រប់គ្រាន់ទៀតចាគាត់និយាយអញ្ចឹងណាអញ្ចឹងអ៊ំមិនបាច់ភ័យទេពេលហ្នឹងឯងអ៊ំហ្នឹងគាត់តតែម៉េចហើយគាត់ក៏លែងមានយោបល់អីទៀតហើយមិនអីទេចឹងក្មួយអញ្ជើញទៅឲ្យសុបាយចុះហើយឲ្យសុខសុវត្ថិភាពដល់ពេលអញ្ចឹងគាត់ក៏លាអ៊ំហ្នឹងទៅពីអ្នកហ្នឹងក៏ដើរចូលព្រៃហើយចូលទៅអញ្ចឹងរសៀលកាន់តែជ្រេណាព្រះអាទិត្យហ្នឹងក៏លិចហើយជំនួសមកវិញដោយដុំពពកខ្មៅខ្មួលខ្មាញ់ពេញផ្ទៃមេឃហ្នឹងក៏ស្រទុំមានកលរោភ្លៀងហើយពេលនោះឯងក៏មានភ្នែកចតូលមកឆ្វាច់ម្ដងមកទៀតលាយនឹងគោក្រហមមកក្រឹមអញ្ចឹងណាគាត់ក៏ចេះតែដើរចូលទៅក្នុងព្រៃហ្នឹងទៅចូលទៅបានរៀងយូរម៉ោងដែរពេលហ្នឹងឡើងល្ងិតឈឹងល្ងិតហ្មងដល់ពេលល្ងិតហើយអត់មានពលឺព្រះអាទិត្យអីក៏ជះចូលអត់ដល់ដែរនៅក្រៅនៅមានពលឺព្រះអាទិត្យល្មមឡើយទេតែព្រៃក្រាស់ពេកជះចូលអត់ដល់ក្នុងព្រៃនឹងទេហើយធនក៏គាត់ចាប់ដើមនិយាយហើយថាបងឥឡូវទូរស័ព្ទនេះវាអត់មានសេវាទេ GPS ក៏អត់ដំណើរការទៀតគិតមិនទៅយើងនិនគាត់អ្នកស្មារតីរឹងមាំណាគាត់អត់ខ្លាចអត់អីទាំងអស់អត់ជឿអីគាត់ថាមិនអីទេយើងដើរទៅបន្តទៀតទៅព្រៃវាក្រាស់ពេកវាត្រូវដាច់សេវាអញ្ចឹងពេលដែលយើងដើរទៅដល់ហួសព្រៃក្រាស់រៀងចូលដល់ព្រៃដែលរៀងស្ដើងសេវានឹងត្រឡប់មកវិញហើយកុំគិតច្រើនពេលហ្នឹងគាត់ក៏ទៅទៀតហើយទៅចេះតែដើរទៅស្រាប់តែគាត់ដើរឡើងមកហត់ហ្មងមកបែកញើសអស់ចិត្តអត់ចង់គាត់វិលមកដល់កន្លែងដើមផុនគាត់វិញធនគាត់អ្នកភ្នាក់ដើរគាត់ថាបងនិនយើងមិនបានដើរទៅដើរមកវិលជុំវិញតែខ្លួនឯងអញ្ចឹងបើឯងឃើញអត់នេះ
ដបទឹកដែលយើងបោះចោលឥឡូវយើងដល់ចំណុចដើមវិញហ្នឹងបងពេលហ្នឹងនិនក៏គាត់ឆ្លើយតបមកវិញថាអានឹងវាជារឿងធម្មតាទេបើយើងដើរក្នុងព្រៃយើងចេះតែរុលតាមវែកព្រៃអញ្ចឹងវាអាចច្រឡំផ្លូវវិលទៅវិលមកអញ្ចឹងហើយមិនបារម្ភទេពេលហ្នឹងធនក៏គាត់អត់មាត់អត់កអីក៏បន្តដំណើរទៅទៀតជាងទៅក្នុងព្រៃហ្នឹងគឺសភាពនៅពេលហ្នឹងគឺស្ងាត់ជ្រងំតែម្ដងសំបីតែសំឡេងសត្វទូចធំអីក៏អត់មានឮដែរគឺស្ងាត់បែបជាពិភពមួយខុសពីដែលយើងរស់នៅសប្តាហ៍គឺដូចគេហៅថាឋានមួយដាច់ឡែកពីឋានមនុស្សយើងអញ្ចឹងទៅជាឋានមួយផ្សេងទៀតអញ្ចឹងអារម្មណ៍យើងដែលទទួលបានមកហ្នឹងស្ងាត់ហើយព្រៃស្ដុកហើយល្ងឹតទៀតគាត់ដើរទៅគាត់ក៏បានប្រចាំងពិលទៅចេះតែបន្តដំណើរទៅហើយពេលនឹងឯងឮសូរតែសម្រិតជើងគាត់ប្រោកជាមួយនឹងស្លឹកឈើដែលក្រៀមជ្រុះលើដីហ្នឹងគាត់ចិត្តទៅហុកទៅធនគាត់ថាបងល្ងឹតខ្លាំងហើយចឹងយើងមិនអាចរុលទៅទៀតបានទេព្រោះយើងមើលអីអត់ច្បាស់អត់យល់ទេនិនក៏គាត់ថាយើងដើរព្រៃមកតែរហូតហើយរាប់ដងមិនឈ្នះហើយមិនដែលបញ្ហាអីទេកុំគិតច្រើនពេកឯងហ្នឹងគិតពីរឿងដូចអ៊ំពូមីងអីនិយាយហ្នឹងហ្មងអបិយជំនឿពេញខ្លួនហ្មងធនឯងហ្នឹងវាមិនមានអីទេមិនមានខ្មោចមានព្រាយអីណាទេកុំចេះតាគិតច្រើនពេកទៅជឿស្អីសម័យនេះហើយធនគាត់លើចឹងគាត់ហត់តែខ្លាចទៀតហើយព្រឺក្បាលខ្ញាក់គាត់អ្នកខ្លាចស្រាប់ហើយទៅនិយាយថាខ្មោចថាអីចឹងគាត់កាន់តែខ្លាចទៀតហើយក៏គាត់និយាយគ្នាថាអញ្ចឹងយើងសម្រាកនៅហ្នឹងហើយគាត់មើលម្ដុំហ្នឹងមានដើមឈើដើមព្រៃអីគាត់មើលកន្លែងណាដែលវាសំគួរសម្រាប់គាត់បោះតង់អញ្ចឹងមានទីវាលខ្លះអញ្ចឹងគាត់ក៏ចាប់ដើមបោះតង់ពីអ្នកគាត់នឹងហើយដិតភ្នក់អីគាត់អង្គុយនៅភ្នក់នឹងពីអ្នកគាត់ក៏នាំគ្នាយកអាហារមកហូបចុកអីរួចរាល់អញ្ចឹងទៅដល់ម៉ោងគាត់សម្រាកហើយពេលនឹងឯងគាត់ក៏សម្រាកបានដូចថាមួយសលេតអញ្ចឹងណាមួយសលេតអញ្ចឹងស្រាប់តែចាប់ផ្ដើមមានហេតុការណ៍ចម្លែកលេចមកគឺគាត់ឮសំឡេងដូចរបៀបគាត់ដើរពីរនាក់អញ្ចឹងសំឡេងអាចន់ស្លឹកឈើក្រៀមឮប្រោកហ្នឹងគាត់ក៏លបមើលតាមតង់គាត់ហ្នឹងបងនិនគាត់លបមើលហ្នឹងគាត់គិតថាខៃឡូមានសត្វព្រៃសត្វអីវាដើរអញ្ចឹងណាបើកប្រហើបមើលអញ្ចឹងដល់ពេលមើលតើមានឃើញអីទេគឺស្ងាត់ឈឹងអត់មានសត្វអីដើរទេតែអាសំឡេងស្លឹកឈើហ្នឹងនៅតែឮនៅត្រចៀកគាត់ដដែលគាត់ឆ្ងល់ថារហូតស្លឹងមើលជុំវិញនឹងអស់ហើយសំឡេងស្លឹកឈើវាឮចិត្តដូចរបៀបថាក្បែរខ្លួនគៀកខ្លួនដែរប៉ុន្តែហេតុអីអត់មានឃើញអីសោះគាត់ក៏ឆាប់លឹបចូលទៅវិញហើយសងំទៀតហើយគាត់ក៏កេះធន់ថាធន់ឯងគេងលក់អត់លក់មួយសលេតដែរបងហ្នឹងហើយបងឮសូរស្លឹកឈើប្រោកក្បែរខ្លួនប៉ុន្តែបងមើលទៅអត់មានឃើញអីសោះពេលហ្នឹងធន់គាត់កាន់តែរួញទៀតណាគាត់ខ្លាចស្រាប់គាត់ថាបងឯងឮអីបងឯងក៏មាត់ប្រាប់ខ្ញុំសងំទៅបងហើយគាត់ក៏សងំទៅទៀតចឹងស្រាប់តែមកស្ទុះទៅទៀតប្រហែលជា1ម៉ោងមកទៀតចឹងក៏ស្រាប់តែឮខ្យល់វូទៅភពដូចរបៀបថាតែផ្ទះស្លាបចឹងគាត់ក៏ឆ្ងល់គាត់មើលទៀតឃើញតែខ្មៅព្រុសឡើងមកវងភពអញ្ចឹងទៅគាត់គិតថាសត្វបជាវចឹងណាគាត់មើលតាមអាខ្មៅសម្លខ្មៅហ្នឹងទៅវាបាត់អាខ្មៅទៅផ្ទះស្លាបភពហ្នឹងមើលទៅឃើញទៅដូចជារបៀបផ្សែងអញ្ចឹងផ្សែងឡើងខ្មៅតាមខ្សែអញ្ចឹងវូតទៅអញ្ចឹងទៅបាត់នៅចុងឈើក្បែរកន្លែងគាត់បោះតង់ហ្នឹងពេលហ្នឹងបងនិនគាត់មានអារម្មណ៍រៀងនេះបន្តិចហើយរៀងភ័យរៀងញោចចិត្តគាត់ដែលគាត់ធ្លាប់តែមិនជឿធ្លាប់តែអួតអាងថាមិនជឿមិនអីអញ្ចឹងណាមានជំនឿចិត្តទំនុកចិត្តលើខ្លួនឯងខ្លាំងហ្នឹងចាប់ផ្ដើមរុនបេះដូងគាត់ញ័រមកហើយគាត់ក៏សងំទៅទៀតជប់ប្រហែលជាម៉ោង12ឮសូរសំឡេងមនុស្សស្រីហ្នឹងច្រៀងបំពេឡើងក៏លួចឡើងព្រោះប៉ុន្តែសំឡេងដល់វីរោះដល់ក៏លួចហ្នឹងធ្វើឲ្យព្រឺក្បាលខ្ញាក់ព្រឺឆ្អឹងខ្នងហ្មងធន់ក៏គាត់ឮគាត់ក៏ខ្លាចដូចគ្នាគាត់ថាបងសំឡេងហ្នឹង
ខុសប្លែកពីមនុស្សយើងធម្មតាបងវាព្រោះប៉ុនមែនប៉ុន្តែស្រាវក្បាលយើងឲ្យព្រឺខ្ញាក់អត់ធម្មតាទេបងអើយនិនក៏គាត់កំឡាចិត្តខ្លួនឯងកាពិតក៏គាត់ចាប់ដើមខ្លាចដែរមានអារម្មណ៍ខ្លាចហើយគាត់កំឡាចិត្តខ្លួនឯងគាត់ប្រាប់ធន់ថាកុំគិតច្រើនពេកកុំមានអារម្មណ៍ល្វើល្វាយប្រហែលជាអ្នកដើរព្រៃដូចយើងមកដល់ប្លុកយើងហ្នឹងវាជុលគ្នាហ្នឹងពួកគាត់នៅព្រៃមួយចាហៀងទៀតទេដឹងគាត់ច្រៀងលេងគ្នាគាត់ហ្នឹងក៏គាត់សម្រាបន្តទៀតយប់រៀងជ្រៅបន្តិចមានហេតុការណ៍មួយទៀតមកហ៎មានមែកឈើអីយ៉ាងធំហ្មងបើតាមគិតទៅប្រហែលជាប៉ិនកផ្លូវឬក៏ភុនជើងអីហើយធ្លាក់មកឡើងដំណំហ្មងធ្វើឲ្យតង់គាត់នឹងរេហើយវាលហែកទៀតគាត់ភ័យមែនតែនគាត់គិតថាឈើហ្នឹងបើធ្លាក់ត្រូវមនុស្សប្រកាសជាអាចគ្រោះថ្នាក់ហ្មងបែកក្បាលឬក៏បាក់កអីទៀតផងពេលហ្នឹងគាត់ពីរនាក់គាត់ថាអត់ស្រួលទេតោះយើងចេញក្រៅទៅមើលមែកឈើហ្នឹងតើវាធ្លាក់មកចំយ៉ាងម៉េចអីអញ្ចឹងណាបានឮសំឡេងខ្លាំងម៉េះធ្វើឲ្យតង់គាត់នឹងមានបញ្ហាទៀតគាត់ចេញមកគាត់ប្រចាំងពិលមើលទៅស្រាប់តែឃើញមែកឈើតូចប៉ុនកូនដៃប្រវែងកន្លះម៉ែត្រនៅពីលើតង់គាត់ហ្នឹងពេលហ្នឹងគាត់ព្រឺក្បាលខ្ញាក់គាត់ថាហេតុការចម្លែកខុសពីធម្មតាក្នុងជីវិតគាត់ដែលគាត់មិនគួរឲ្យជឿពេលហ្នឹងពីរអ្នកធន់ហ្នឹងគាត់ញ័រដៃញ័រជើងតិចដៃតិចជើងហើយគាត់ក៏និយាយគ្នាខ្សឹបថាយើងអត់អាចសម្រាប់នៅនឹងទៀតទេបងពេលហ្នឹងគាត់ក៏ជំលះខ្លួនផ្លាស់ទីតាំងទៅកន្លែងផ្សេងមកឆ្ងាយល្មមគួរសមដែរអញ្ចឹងគាត់ក៏ចូលសម្រាប់បន្តទៀតពេលហ្នឹងឯងសម្រាប់បន្តទៀតម៉ោងយប់ជ្រៅដូចជាចិត្តភ្លឺពាក់កណ្ដាលត្រៀតពេលហ្នឹងឯងគាត់ឮសំឡេងមួយទៀតចម្លែកមកទៀតសំឡេងមួយដែលមកហ្នឹងគឺឮដូចរបៀបថាគេល្មៀលក្បាលឬក៏ល្មៀលធុងអីដែលធ្ងន់អញ្ចឹងរបៀបសំឡេងអញ្ចឹងល្មៀលមកទឹកហើយស្លឹកឈើហ្នឹងលាន់ប្រាអាស្លឹកឈើក្រៀមស្រួយហ្នឹងមានដូចខ្យល់អីចឹងវូតពាត់ជុំវិញតង់គាត់ហ្នឹងពាត់មកជុំហ្មងវូតចឹងហើយល្មៀលហើយឮចេញខ្យល់មកចឹងចេញខ្យល់មកដូចរបៀបគេហៅថាអើយពោះអីបើកវែកចឹងចេញបន្ថែខ្យល់ហ្នឹងគឺខ្លាំងមែនតែនពេលហ្នឹងគាត់ភ័យឡើងញាក់សាច់ឲ្យគាត់ខំប្រចាំងពិលមើលទៀតគាត់ប្រឹងស្មារតីគាត់ថាមើលឲ្យឃើញថាជាអីចឹងដើម្បីគាត់ត្រៀមលក្ខណៈថាត្រូវធ្វើមិនចឹងពីអ្នកគាត់នឹងពេលដែលគាត់មើលទៅឃើញខ្មៅស្ទិលមកងុលហើយធំមែនតែនធំជាងគល់ថ្នោតទៀតធំខ្លាំងមែនតែនហើយវែងប្រហែលជា20ម៉ែត្រជាងអីគាត់មើលទៅគឺឃើញភ្នែកឃើញលៀនដាធ្លែមកគាត់ប្រចាំងពិលទៅមើលគឺពស់ចាពេលហ្នឹងគាត់ថាធន់ពស់ធំមកអើយយើងពីវ៉អាសនហើយគិតមិនទេពេលហ្នឹងធន់នឹងញ័រដៃគាត់ក៏ប្រាប់បងជុំនិយាយទៅបងយើងប្រកាសជាធ្វើអីខុសមួយយ៉ាងហើយឬមួយក៏យើងខុសមាត់ខុសកអីទេបងអើយបងឯងឆាប់ដោះស្រាយទៅបងឯងឆាប់បន់ទៅបន់ស្រន់គ្រប់បែបគ្រប់យ៉ាងទៅបងពេលហ្នឹងគាត់ពីរនាក់ហ្នឹងក៏លើកដៃឡើងសំពះណាហើយចាប់ផ្ដើមបន់ថាម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាព្រៃភ្នំក្រំថ្មនៅទីនេះអើយខ្ញុំខុសមាត់ខុសកអីសូមអភ័យទោសឲ្យខ្ញុំផងព្រោះអីខ្ញុំល្ងិតល្ងងហើយក៏អត់យល់ថាអ្វីជាអ្វីចឹងអត់អោនទោសឲ្យខ្ញុំទៅខ្ញុំសូមកម្មាលទោសបើខ្ញុំមានខុសឆ្គងឬក៏បំពានលើទីកន្លែងរបស់អស់លោកសូមឲ្យខ្ញុំបានសុខបានវិលត្រឡប់ទៅផ្ទះវិញខ្ញុំនឹងធ្វើសក្ការៈបូជាសូមកម្មាលទោសគាត់បុណ្យណាសូត្រធម៌សូត្រអីបុណ្យគុណម៉ែគុណឪអីអស់ហើយស្រាប់តែពោះយ៉ាងធំហ្នឹងក៏មកផ្លែតហ្នឹងដូចជាស្មៅផ្សែងទៀតចោលឡើងខ្លាំងវឺតបាត់ទៅភ្លាមហ្នឹងប៉ុន្តែឮសូរក្រាំងប្រៀបដូចមនុស្សយើងដែលលេងទឹកហើយលោតទឹកឡើងគ្រាំទៅអាសលេងទឹកហ្នឹងខ្ទោមកអញ្ចឹងហើយគាត់នឹងក៏ញាក់សាច់ធឺគាត់រួចមកគ្រាហ្នឹងណាគាត់សងំបន្តទៀតគាត់ក៏ចេះតែផ្ទៀងមើលម៉ោងរហូតពេលធំទៅក៏មានឮសំឡេងមកទៀតសំឡេងហៅឈ្មោះគាត់ហៅចំឈ្មោះហ្មងហៅថានិនធនឯងទាំងពីរនាក់ក្លាហានណាហើយក៏បាត់ទៅពេលហ្នឹងបងនិនហ្នឹងគាត់ចាប់ដើមតាំងស្មារតីហើយគាត់ក៏ចាប់ដើមសួរម្ដងទៀតគាត់ស្រែកសួរសន្ធាប់ហ្មងអ្នកឯងជាអ្នកណាប្រាប់ខ្ញុំមកអ្នកឯងជាអ្នកណាអញ្ចឹង
ស្រាប់តែសម្លេងហ្នឹងមកទៀតរំសាយសក់អ្នកឃុំក្រុងនៅទីនេះពេលហ្នឹងទៅគាត់មែនតើណាពីរអ្នកហ្នឹងគាត់ក៏ថាធនអើយមែនតើណាយើងមែនតើណាធនក៏ថាបងយើងថ្វាយគុំទៅយើងសុំបរគេទៅបងហើយសុំខមាទោសទៅសុំធွာសុតអីទៅបងចាប់ដើមលន់តួមែនតើណាលន់តួអីសពគ្រប់ហើយគាត់ក៏ងើបមកគាត់ឃើញមនុស្សស្រីសក់លង្វែងដល់កែងហ្មងសក់នឹងសភ្នែកឡើងសព្រាតអត់មានប្រស័យទេដឹងថាជាអីណាយើងក៏មិនដឹងដែរឃើញមកផ្លែតហ្នឹងហើយស្រាប់តែសម្លេងហ្នឹងថាយើងអនុគ្រោះឲ្យឯងម្ដងដោយសារតែឯងដឹងកំហុសប៉ុន្តែឯងក៏មកទីនេះជាលើកទី2ទៀតឯងត្រូវចាំថាទីនេះមកគឺគ្មានអ្នកណារួចជីវិតទៅវិញទេសូមក៏មកលើកទី2ទៀតពេលហ្នឹងសមោហ្នឹងក៏បាត់ទៅបេះដូងគាត់ឡើងញ័រឌុកដាក់គាត់ភ័យខ្លាំងមែនទែនឡើងត្រជាក់ដៃត្រជាក់ជើងហើយគាត់ខំប្រឹងធំមកដល់ភ្លឺស្រាំងគាត់បានរួចខ្លួនណានឹងដូចថាគាត់បន់ស្រន់ត្រូវដែរអញ្ចឹងណាហើយណាមួយដូចគាត់មានវាសនាល្អមួយយ៉ាងរបស់គាត់ដែរភ្លឺមកស្រាំងអញ្ចឹងគាត់មើលនៅកន្លែងគាត់បោះតង់ហ្នឹងឃើញជ្រោះមួយយ៉ាងជ្រៅទឹកធ្លាក់មកឡើងតំបាញ់ខ្លាំងហ្មងកម្លាំងទឹកហ្នឹងហូរគួចជ្រៅឡើងសន្លឹមហ្មងពេលហ្នឹងគាត់ញ័រដូចកូនសត្វហ្មងគាត់ក៏និយាយគ្នាថាអើយអាធនយប់មិញយើងហេតុអីបានយើងឃើញសិតតែដីវាលធម្មតាអត់ឃើញជ្រោះឃើញអីទេពេលដែលយើងប្រចាំងពិលមើលចុះហេតុអីបានព្រលឹមឡើងយើងនៅបឹមមាត់ជ្រោះនឹងតែម្ដងហើយចុះបើយើងរើខ្លួនបន្តិចធ្លាក់ទៅជីវិតយើងគ្មាននៅទេស្លាប់ហើយគ្មានបានវិលទៅផ្ទះវិញទេគាត់ខ្សឹបគ្នាតិចអត់ហ៊ាននិយាយលឺទេពេលហ្នឹងធនថាបងយើងក៏ម្លែងចាស់ណាអីច្រើនទៀតយើងទៅបញ្ញាប់ធ្វើដំណើរទៅពេលឲ្យពួកគាត់ក៏ធ្វើដំណើរចេញមកដល់ពេលភ្លឺរៀងច្បាស់រៀងដូចថាព្រលឹមស្រាងអញ្ចឹងទូរស័ព្ទគាត់ក៏ចាប់ផ្ដើមមានសេវាវិញ GPS គាត់អីហ្នឹងក៏ដំណើរការមកវិញធម្មតាគាត់ក៏ធ្វើដំណើរចេញពីព្រៃនឹងមករុះរាន់ចេញមកអញ្ចឹងចេញមកដល់ចំណុចដើមរបស់គាត់វិញគាត់មកដល់គាត់ជួបអ្នកភូមិអ្នកអីនឹងដូចដើមអញ្ចឹងហើយអ្នកភូមិនឹងក៏សួរគាត់ថាមិនទៅដើរសបាយអត់ហេតុអីបានព្រលឹមឡើងឡាស់មកដល់វិញហើយអញ្ចឹងឃើញបងឯងដូចថាចង់នៅលេងយូរសំបីតាខាត់ឲ្យស្នាក់នៅក៏អត់អញ្ចឹងខ្លាចខាតពេលខ្លាចអីឥឡូវមកដល់ហើយពីអ្នកគាត់នឹងក៏បាននិយាយហេតុការទាំងអស់ហ្នឹងប្រាប់អ្នកស្រុកអ្នកភូមិនឹងថាគាត់ជួបហេតុការព្រលឹងចុងសក់អញ្ចឹងណារៀបរាប់ដូចរឿងដែលគាត់ជួបអញ្ចឹងពេលហ្នឹងអ៊ំមកចាស់ស្រុកហ្នឹងអ៊ំចាស់ហ្នឹងគាត់ក៏ថានឹងហើយអ៊ំហាមខាត់ក្មួយដែរថាឲ្យស្នាក់នៅដោយសារអីអ៊ំដឹងរឿងទាំងអស់ហ្នឹងអ៊ំមិនហ៊ាននិយាយឲ្យក្មួយហ្នឹងខ្លាចក្មួយហ្នឹងមានការភ័យតក់ស្លុតចឹងគ្រាន់តែអ៊ំហាមខ្លះថាកុំឲ្យចូលទៅជ្រៅកុំឲ្យមាត់អីផ្ដេសផ្ដាស់ព្រោះអីអានេះវាជាជំនឿអរូបីតាំងពីបរមរានមកហ្នឹងហើយក្មួយទាំងពីរអត់ជឿតែបើក្មួយដើរចូលព្រៃក្មួយអត់ជឿយ៉ាងណាក៏ដោយក្មួយត្រូវតែប្រយ័ត្នខ្លួនទោះបីមិនមានរឿងខ្មោចព្រាយអីទាំងអស់ហ្នឹងក៏ដោយតែក៏ត្រូវតែខ្លាចនៅសត្វកាចសាហាវអាសេរពឹសអីគ្រប់យ៉ាងដែរក្មួយកុំហ៊ានពេកគាត់ទាំងពីរអ្នកក៏ថាខ្ញុំអរគុណហើយអ៊ំខ្ញុំដឹងហើយក្នុងជីវិតខ្ញុំនេះជាលើកទី1ហើយដែរធ្វើឲ្យជីវិតខ្ញុំចងចាំមេរៀនជីវិតអញ្ចឹងយើងមិនមែនទៅប្រឆាំងជាមួយនឹងធម្មជាតិនឹងប្រឆាំងនឹងអ្វីដែរយើងមើលមិនឃើញអាកំបាំងយ៉ាងច្រើនដែលយើងដឹងមិនដល់អញ្ចឹងយើងអត់អាចប្រមាថទេយើងត្រូវតែនៅចន្លោះកណ្ដាលកុំអួតអាងកុំនិយាយផ្ដេសផ្ដាស់អញ្ចឹងខ្ញុំយល់ហើយអ៊ំពីថ្ងៃហ្នឹងទៅខ្ញុំយល់ហើយប៉ុន្តែពេលដែលខ្ញុំចេញមកហ្នឹងខ្ញុំបានបន់ស្រន់ដូចជាបន់សំណាងជួយដែរមើលទៅថាខ្ញុំមកដល់ក្រៅខ្ញុំនឹងធ្វើសក្ការៈបូជាដើម្បីសុំកម្មាលទោសអញ្ចឹងអ៊ំពេលហ្នឹងអ៊ំទាំងអស់គ្នាហ្នឹងក៏បានថាមិនអីទេចឹងចាំអ៊ំជួយពួកក្មួយហើយពួកគាត់ហ្នឹងក៏បានជួយធ្វើសក្ការៈបូជាធ្វើអីសពយ៉ាងក៏គាត់យកទៅចូលព្រៃហ្នឹងដាក់បន់ស្រន់បួងសួងទៅសុំកម្មាលទោសទៅប៉ុន្តែពួកគាត់អត់ចូលទៅជ្រៅដូចពីអ្នកហ្នឹងទៅទេគាត់គ្រាន់តែសុំកម្មាលទោសពីចង្ងាយអញ្ចឹងចាហើយរឿងហេតុទាំងអស់ហ្នឹងបងនិនគាត់ចាំមកដល់រងថ្ងៃហ្នឹងគាត់ថាឲ្យតែនឹកឃើញដល់រឿងហ្នឹងឡើងគឺគាត់ព្រឺសបល់ហ្មងគាត់នឹកឃើញរឿងហ្នឹងដូចជាថ្មីសម្រាប់អារម្មណ៍គាត់ខួរក្បាលគាត់អញ្ចឹង
ចាបងប្អូនហើយក៏សាច់រឿងមានតែប៉ុណ្្នឹងឯងដែលគាត់ជួបហេតុការណ៍ភ័យរន្ធត់សម្រាប់ជីវិតគាត់អញ្ចឹងរឿងហ្នឹងក៏បានបញ្ចប់ត្រឹមហ្នឹងហើយមុននឹងបញ្ចប់ក៏សូមអរគុណបងប្អូនទាំងអស់គ្នាសូមជូនពរបងប្អូនទាំងអស់គ្នាមានសេចក្តីសុខសុភមង្គលសូមអរគុណជម្រាបលា